តើលេខកូដទូរស័ព្ទហៅចេញរបស់តៃវ៉ាន់គឺលេខប៉ុន្មានតើទ្វីបអាស៊ីចែកចេញជាប៉ុន្មានតំបន់នៅក្នុងទ្វីបអាស៊ីតើប្រទេសមួយណាដែលមានផ្ទៃដីធំជាងគេតើអាស៊ីអាគ្នេយ៍មានប៉ុន្មានប្រទេសតើអាស៊ីកណ្ដាលមានប៉ុន្មានប្រទេសតើអាស៊ីខាងត្បូងមានប៉ុន្មានប្រទេសតើអាស៊ុយបូពីមានប៉ុន្មានប្រទេសតើអាស៊ីខាងលិចមានប៉ុន្មានប្រទេសតើប្រទេសអង់គ្លេសស្ថិតនៅក្នុងទ្វីបណាតើប្រជាជននៃចក្រភពអង់គ្លេសកាន់សាសនាអ្វីតើទីក្រុងឡុងជាទីក្រុងធំនៃប្រទេសណាតើប្រទេសណាដែលមានផ្ទៃដីធំជាងគេនៅទ្វីបអាស៊ីតើចក្រភពអង់គ្លេសមានប៉ុន្មានប្រទេសដែលចូលរួមតើចក្រភពអង់គ្លេសមានប្រទេសណាខ្លះដែលចូលរួមតើប្រទេសអង់គ្លេសមានរូបិយវត្ថុអ្វីតើក្បាលកូដទូរស័ព្ទហៅចេញរបស់ប្រទេសអង់គ្លេសគឺលេខប៉ុន្មានត
តាព្រះមហាក្សត្រយានីអេលីសាបេតទី2ឡើងសោយរាជ្យនៅឆ្នាំណាតើប្រទេសណាដែលមានផ្ទៃដីធំជាងគេនៅទ្វីបអឺរ៉ុបតើប្រទេសណាដែលមានផ្ទៃដីធំជាងគេនៅទ្វីបអាហ្រ្វិកតើប្រទេសណានៅក្នុងទ្វីបអូសេអានីដែលមានផ្ទៃដីធំជាងគេ